ធ្លាប់ឆ្ងល់អត់ថាហេតុអ្វីបានជាទំនិញរបស់សៀមនៅតែអាចចរាចរនៅលើទីផ្សាររបស់កម្ពុជាយើងបានមកពីគុណភាពឬមួយក៏វាមានកត្តាអ្វីផ្សេងលើសពីនេះជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដឹងជាមួយខ្ញុំបងប្អូនតែងតែដាក់ចម្ងល់ថាហេតុអ្វីបានជាទំនិញរបស់សៀមនៅតែអាចចរាចរហើយមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជាយើងបានបើនិយាយពីតម្លៃគុណភាពវាប្រហាក់ប្រហែលគ្នាទេវាអត់ខុសគ្នាខ្លាំងប៉ុន្មានទេកត្តាដែលខ្ញុំគិតថានៅតែអាចឲ្យទំនិញរបស់សៀមជ្រៀតចូលប្រទេសកម្ពុជារបស់យើងបានណាគឺកត្តាអ្នកប្រើប្រាស់បាទផ្នត់គំនិតរបស់អ្នកប្រើប្រាស់នឹងឯងអ្នកទាំងអស់គ្នាកាលពីមុនយើងតែងតែគិតថាឲ្យតែរបស់ថៃដឹងតែល្អហើយឲ្យតែរបស់សៀមដឹងតែល្អហើយនៅពេលដែលប្រើរបស់ខ្មែរទៅខ្លាចអត់មានគុណភាពខ្លាចអត់មានស្តង់ដារប៉ុន្តែបងប្អូនត្រូវចាំថានៅពេលដែលបងប្អូនយកលុយទៅទិញផលិតផលរបស់សៀមណាបងប្អូននឹងបាត់បង់ឱកាសទៅជួយខ្លួនឯងហើយមិនបានខ្ញុំនិយាយចឹងដោយសារតែនៅពេលដែលបងប្អូនទាំងអស់គ្នាមើលរំលងពីផលិតផលរបស់ខ្មែរសហគ្រិនអាជីវករគាត់មានលុយមកពីណាគាត់មានថវិកាមកពីណាដើម្បីទៅអភិវឌ្ឍសមត្ថភាពហើយនិងគុណភាពនៃផលិតផលរបស់គាត់គឺគាត់អត់មានទេបងប្អូនទទួលស្គាល់ថាការពាក់ឯកានៅក្នុងការប្រើប្រាស់ផលិតផលរបស់ថៃយើងមិនអាចធ្វើទៅបានភ្លាមៗទេពីព្រោះការធ្វើអ្វីមួយក៏ត្រូវការចាយពេលវេលាដែរប៉ុន្តែខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាបើកចិត្តឲ្យទូលាយនៅក្នុងការប្រើប្រាស់ផលិតផលរបស់ខ្មែរពីព្រោះផលិតផលរបស់ខ្មែរមានស្តង់ដារច្រើនខ្លាំងណាស់បាទនៅពេលដែលបងប្អូនយកលុយទៅទិញផលិតផលរបស់សៀមណាខ្ញុំចង់ឲ្យបងប្អូនគិតសំណួរពីរសំណួរទី1តើសៀមបានធ្វើអ្វីខ្លះមកកាន់កម្ពុជាទី2តើផលិតផលខ្មែរណាដែលអាចប្រើប្រាស់ជំនួសផលិតផលរបស់សៀមបានហើយបងប្អូនសាកទិញយកទៅប្រើបើសិនជាល្អបងប្អូននៅតែបន្តប្រើប្រាស់របស់ខ្មែរចឹងរហូតទៅខ្មែរជួយខ្មែរខ្មែរធ្វើបានហើយបើសិនជាវីដេអូមួយនេះមានប្រយោជន៍ទៅដល់បងប្អូនកុំភ្លេចចែករំលែកឲ្យបងប្អូនផ្សេងៗបានដឹងផងសូមអរគុណសូមគោរពលា